Cristiano Ronaldo មិនដឹងប្របាក់ចិត្តអ្មេចទៅបាទខ្ញុំអង្គុយមើលព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយក្លឹបដែល Ronaldo ធ្លាប់លេងបាទដូច Man U អញ្ចឹងបាទ Manchester United អស់លេងបាទមានពានអីសល់បាទធ្លាក់អស់លេងតែម្ដងសប្តាហ៍ថ្ងៃហ្នឹង Michael Carrick ចូលមកហ្នឹងដូចទទួលថ្មបាក់អញ្ចឹងបាទនៅសល់ប្រហែលតែ10ប្រកួតទៀតនៅ Premier League ហ្នឹងគាត់ថារឿងធ្លាក់ទៅ Championship យើងអត់សម័យឃើញដល់ហើយហ្នឹងគាត់ថាតើ Man U អាចនឹងបានកៅអីអឺរ៉ុបអត់បាទនេះខ្ញុំមើលដែរនេះ Man U នេះនៅក្នុងខ្ញុំបច្ចុប្បន្នកំពុងនៅលេខ7បាទតែខណៈដែលលេខ5បានជាលេខដែលត្រូវឡើងទៅលេងបាល់អឺរ៉ុបអីបានបាទឥឡូវយើងចេញពី Man U យើងទៅណាទៅជូនទូបាទជូនទូក៏Ronaldo ធ្លាប់លេងបាទ Ronaldo ធ្លាប់លេងជូនទូសប្តាហ៍ថ្ងៃក៏មិនធៀរដែរបាទជូនទូដូចជានៅលេខ6លេខ7ដែរបាទនៅអ៊ីតាលីដល់ហើយអីទៀតនៅលីកអារ៉ាប់បាទលីកអារ៉ាប់ Al Nassr បាទ Al Nassr អីយើងនិយាយរៀលម៉ាឌ្រីតហ្នឹងបាទរៀលម៉ាឌ្រីតក៏បាទដែរណាបាទរៀលម៉ាឌ្រីតបច្ចុប្បន្ននេះគឺអស់ហើយពាន Copa del Rey ក៏ធ្លាក់បាទAlvaro Arbeloa មកកាន់ប៉ាំង 3-2 មុន Arbeloa មកកាន់ពានអេស្ប៉ាញ៉ា Alonso កាន់ប៉ាំង 3-2 ពីប្រកួតគ្រូ2ចាញ់ទាំងពីរអស់ពាន2ចាញ់ 3-2 ដូចគ្នាទៀតនឹងរៀលម៉ាឌ្រីតគាត់កំពុងនៅលេខ2ទៀតបាទកំពុងនៅលេខ2ទៀតដេញជាមួយបាសេឡូណាសល់9 10ប្រកួតទៀតយើងចេញពី Man U ទៅរៀលចេញពីរៀលទៅចេញពី Juventus ទៅ Man U ចេញពី Man U ទៅរៀលចេញពីរៀលមក Al Nassr សប្តាហ៍នេះមើលAl Nassr កំពុងនៅលេខ2បាទនេះកំពុងនៅលេខ2ចាញ់ក្រុមបាល់ទាត់ Al Hilal ចាញ់7ពងបាទដំបូងឡើងលេខ1ប៉ុន្តែមិនដឹងយ៉ាងណាបានតែចាញ់ចឹងខ្ញុំអារម្មណ៍ Ronaldo បើសិនគាត់ខ្ញុំជឿតែគាត់បានតាមដានឲ្យក្លឹបចាស់ៗដែលគាត់ធ្លាប់លេងប៉ុន្តែយ៉ាងណាក៏ដោយក៏មិនដឹងថាតើក្នុងចំណោម4ក្រុមហ្នឹងក្រុមណាអាចស្ដារដើមវិញបានអត់ទេបាទមើលតែនេះគាត់ថាយើងតាមដានមកជ្រុងថាតើអារម្មណ៍របស់ Ronaldo យ៉ាងណាដែលក្លឹបទាំងអស់ដែលគាត់ធ្លាប់នៅនោះគឺស្ទើរតែគាត់ធ្លាប់លើកពានជាមួយក្លឹបហ្នឹងបាទជាមួយក្លឹបហ្នឹងមិនថា Man U មិនថា Real Madrid មិនថា Juventus បាទឥឡូវកំពុងរេស័យស្រត់ចុះយ៉ាងខ្លាំងអូខេចាំតាមដានបន្តទៀតបាទ